របៀប add font របស់យើងជាភាសាខ្មែររបស់យើងចូលជាភាសាមួយដែលមាន font ស្អាតនៅលើកម្មវិធី VN ចឹងបងប្អូនប្រហែលជាឆ្ងល់ហើយកម្មវិធី VN គឺជាកម្មវិធីអីគេគឺជាប្រភេទកម្មវិធីកាត់តរូបភាពជំនួសឲ្យកម្មវិធី CapCut ចឹងបើសិនជាបងប្អូនប្រើជាមួយនឹងកម្មវិធី CapCut ដែលជាកម្មវិធីមួយដែលវាលោតពាណិជ្ជកម្មដែលវាអត់ free បងប្អូនអាចសាកមក down ជាមួយនឹងកម្មវិធី VN នេះបានហើយកម្មវិធី VN នេះគឺវា free ទេក្នុងការ render វីដេអូគឺបានរហូតដល់កម្រិត 4K 1080p ហើយនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញពីវិធីក្នុងការដាក់ font ខ្មែររបស់យើងស្អាតៗនៅលើកម្មវិធី VN បើសិនជាបងប្អូនចង់ចេះប្រើកម្មវិធី VN បងប្អូនអាចចូលទៅ download នៅក្នុង Play Store ឬក៏ App Store មួយដើម្បីយកមកកាត់តវីដេអូជំនួសឲ្យកម្មវិធី CapCut ដែលវាបង់លុយអូខេអញ្ចឹងបើសិនជាបងប្អូនបាន download រួចហើយគឺបងប្អូនអាចចូលទៅទាញយក font ទៅឡើងនៅលើកម្មវិធី VN ដើម្បីឲ្យវាស្គាល់ font ខ្មែររបស់យើងបានស្អាតណាអូខេចេញចូលកម្មវិធី Google Chrome មួយមកអូខេជាមកដល់ Google Chrome នៅកន្លែងនេះគឺបងប្អូនត្រូវ download font ជាមុនសិនទើបយើង add font របស់យើងចូលទៅក្នុងកម្មវិធី VN អូខេចឹងមកដល់កន្លែងនេះបងប្អូនវាយថា font ខ្មែរមកអូខេ font ខ្មែរ download បងប្អូនចុចបញ្ជូនមកអូខេមកដល់ font ខ្មែរ download នេះវាមាន font ច្រើនដែលបងប្អូនអាចធ្វើការយកទៅ download បានហើយយកទៅ add នៅក្នុងកម្មវិធី VN បានអញ្ចឹងខ្ញុំ recommend ឲ្យអាទី1ទៅដោយសារតែវាជាប្រភេទ font ស្អាតនៅលើគេអូខេអញ្ចឹងកន្លែងនេះបងប្អូនអាចរើសយក font ដែលពុកម៉ែបងប្អូនធ្វើការពេញចិត្តឬក៏ស្រឡាញ់ font មួយណាសម្រាប់យកទៅកាត់តវីដេអូនៅក្នុងកម្មវិធី VN អូខេអញ្ចឹងខ្ញុំមើលពុំអក្សរសិនមើលមួយណាគាត់ស្អាតណាអូខេតោះនេះនេះមានអក្សរថៃទៀតនេះអក្សរនេះអក្សរថៃនេះអូខេអញ្ចឹងយើងនេះពណ៌នេះស្អាតជាងយើងយកពណ៌នឹងមកអូខេចុះបងប្អូនចុចពាក្យ download នៅកន្លែងនេះអញ្ចឹងពណ៌របស់យើងមានឈ្មោះថា Boko ណាអូខេអញ្ចឹងបងប្អូនចុចមកអូខេអញ្ចឹងបន្តមកទៀតយើងទៅរកបើកជាមួយនឹង font របស់យើងជាមុនសិនណាអូខេអញ្ចឹងយើងបើកមកតទៅទៀតគឺយើងឃើញហើយថា font នេះគឺ font អង្គរណានេះអូខេសុំទៅមើលក្រោយតិចនេះ font Boko នេះច្រឡំ font អង្គរណាផ្សាយខ្ញុំដល់ font ច្រើនអញ្ចឹង font Boko ណាយើងមើលរកសិន folder Boko បើមិនឃើញកន្លែងនេះបងប្អូនអាចវាយមក Boko នេះអូខេអញ្ចឹងមកប៉ុណ្ណេះហើយបងប្អូនសង្កត់លើវាជាប់បែបនេះមកហើយបងប្អូនពលា file នឹងជាមុនសិនណាអូខេអញ្ចឹងបងប្អូនចុចពលាមក uncompress មកនេះអូខេអញ្ចឹងបើ uncompress ហើយវាបាន folder បែបនេះណាបាន folder បែបនេះនេះវាបាន font បែបនេះអូខេបាន font បែបនេះណាអូខេអញ្ចឹងនៃបន្ទាប់ទៀតដែលបងប្អូនត្រូវការ add font អក្សរ Boko នេះចូលទៅក្នុងកម្មវិធី VN បងប្អូនថយសិនមកខ្ញុំខ្វែងសិនអូខេអញ្ចឹងបងប្អូនចូលកម្មវិធី VN មកអូខេអញ្ចឹងមកដល់កម្មវិធី VN មកដល់កន្លែងនេះគឺបងប្អូនអាចធ្វើការចុចនៅកន្លែងនេះនៅកន្លែងនេះអូខេនេះអក្សរ T អូខេអក្សរ T នៅកន្លែងនេះមានចំណងជើងមានអីបងប្អូនមួយទៀតគឺបងប្អូនអាចធ្វើការចុចតសេមួយសិនក៏បានដែរណាតសេមួយសិនអូខេតសេមួយអូខេអញ្ចឹងតសេមួយសិនឧទាហរណ៍ថាបងប្អូនតសេថាខ្មែរមកអូខេតសេជាភាសាខ្មែរណាអូខេខ្មែរអញ្ចឹងមកដល់កន្លែងនេះបងប្អូនឃើញថា font វាគឺអត់សូវស្អាតទេណាអត់សូវស្អាតទេអញ្ចឹងបងប្អូនត្រូវការដូរ font វាជាមុនសិនណាអូខេតទៀតយើងធ្វើការដូរ font ការនៃដូរ font គឺបងប្អូននេះចុចនៅកន្លែងនេះមកនេះពុកម៉ែបងប្អូននេះ font នេះអូខេ font នេះគឺបងប្អូនឃើញតែមាន font អង្គរ font enter នេះ font អង់គ្លេសដែលគេឲ្យយើងស្រាប់តែយើងអត់ចង់បានទេណាហើយ font អង្គរនេះគឺយើងអត់ចង់បានទេយើងចង់បាន font ថ្មីមួយទៀតដែលយើងទៅតែ download មាញ់គឺជាប្រភេទ font Boko អញ្ចឹងបងប្អូនចុចពី add នៅកន្លែងនេះមកដើម្បីទៅឡើង font ខ្មែររបស់យើងចូលទៅលើកម្មវិធី VN អញ្ចឹងបងប្អូនចុចពី add ហើយកន្លែងនេះបងប្អូនជួយចូល file app មកករណីពុកម៉ែប្រើ iPhone អូខេអញ្ចឹងយើងចូលទៅរក file មាញ់
គឺនៅកន្លែងជ្រោមអូខេនៅកន្លែងជ្រោមនេះបងប្អូនអាច scroll មកគឺ folder របស់យើងមិញគឺមានឈ្មោះថា Boco បងប្អូនចុចលើវានៅកន្លែងនេះបងប្អូន take ទាំងពីរមកហើយបងប្អូនចុច open ណា open នៅកន្លែងនេះគឺយើងអាច add font ខ្មែររបស់យើងចូលកម្មវិធី VN បានហើយណាអូខេចាំបងប្អូនចុចមកអូខេតោះអញ្ចឹងនេះវាដាក់ឲ្យណា successful import អញ្ចឹង font Boco នេះគឺបាន add នៅក្នុងកម្មវិធី VN ដោយបាទជោគជ័យហើយចាំបងប្អូនអាចចុចសាកបាននេះអូខេអញ្ចឹងយើងថយសិនអូខេវាអត់ទាន់ចូលភ្លាមទេណាបងប្អូនអញ្ចឹងកន្លែងនេះគឺបងប្អូនសាកយកតិចមួយទៀតមកសរសេរមកនេះអូខេអញ្ចឹងយើងសរសេរថាអូខេខ្មែរសម្រាប់ខ្មែរអូខេអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនត្រូវដាក់ font ណាដាក់ font ដើម្បីមានភាពទាក់ទាញ font អូខេអញ្ចឹងខ្ញុំដាក់ highlight ចេញមកអូខេអញ្ចឹងមកដល់កន្លែងនេះបងប្អូនចុចពាក្យនេះ font នេះអូខេអញ្ចឹង font នេះគឺបងប្អូនទៅរក font មាញ់មក